សម្រាប់ឆ្នាំ2025នេះតើអ្នកនរគ្នាគួរតែរត់ឯកសារវីសាគូនដឹងឬក៏វីសាប្តីប្រពន្ធដើម្បីមកសហរដ្ឋអាមេរិកណា Honey, I have a question to ask you. What do you think about doing K1 visa and spouse visa to come to the United States in this year and another like 4 years up in with our president Donald Trump in this season? What do you expect? Is it hard or too easy? Maybe harder. Harder for K1 visa. Yep. What do you recommend to them, like to do the K1 visa better or spouse visa better? I'm not sure. Just your idea, honey. Maybe K1 better. K1 better. Why? I heard it's easier. It's easier. Yeah. Why it is easier? I don't know. I just heard it's more likely to get approved. I see. Okay, thank you, sir. Okay, enjoy. Visa. Ping, pong, 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 ping. អានេះសម្រាប់កំណត់របស់គាត់ណាគាត់ថាវាមានភាពងាយស្រួលជាងព្រោះគាត់តាមដានឯកសារផ្សេងអីកាលពីឆ្នាំទៅតាំងពី2021មកគាត់អានព័ត៌មានទៅគឺឯកសារវីសាគូនដឹងងាយស្រួលមកសហរដ្ឋអាមេរិកជាងអញ្ចឹងណាអាហ្នឹងតាមការស្រាវជ្រាវរបស់គាត់ទេអានេះចំពោះសំបីតាកំណត់ប្តីប្រពន្ធណាក៏នៅមានកំណត់ខុសគ្នាដែរទាំងអស់គ្នាអានេះសម្រាប់ខ្ញុំឯណាបើនិយាយពី K1 visa ឬ visa គូនដឹងហ្មងគឺវាលឿនដោយដែលគាត់និយាយមែនហើយឯកសារគឺអត់ត្រូវការច្រើនទេតែ 80% អញ្ចឹងណានៅពេលដែលយើងរត់ឯកសារហើយវាលឿនមែនត្រឹមតែរយៈពេលពី8ខែទៅ12ខែទេអានេះបើតាមខ្ញុំដឹងណាតែហើយទៅតាមរយៈពេលនឹងការងារដែលគេធ្វើការតាមរដ្ឋដែរសម្រាប់វីសាប្តីប្រពន្ធវិញក៏ល្អម្យ៉ាងវាមានរយៈពេលវែងតែវាច្បាស់លាស់ហើយឯកសារដែលយើងបំពេញគឺ 100% ហ្មងដែលយើងត្រូវបំពេញគឺឯកសារច្រើនឯកសារ K1 visa គូនដឹងក៏ច្រើនដូចគ្នាតែ 80% ទេតែបើវីសាប្តីប្រពន្ធមកសហរដ្ឋអាមេរិកនេះគឺសឹងតែ 100% ហើយអានេះទៅតាមអ្វីដែលខ្ញុំគិតហើយបបពិសោធន៍ខ្ញុំហើយនឹងអ្នកផ្សេងទៀតអញ្ចឹងណាចំពោះបបពិសោធន៍វីសាគូនដឹងដែលខ្ញុំធ្វើរត់ខ្លួនឯងហើយបបពិសោធន៍អ្នកដទៃផ្សេងទៀតតាក់ទងវីសាគូនដឹងណាគឺនៅពេលដែលយើងមកសហរដ្ឋអាមេរិកលឿនមែនតែនៅពេលដែលយើងបានមកដល់អាមេរិកគឺយើងនៅធ្វើឯកសារតទៀតគឺឯកសារត្រូវបានកាតពណ៌បៃតងយើងត្រូវបំពេញឯកសារបង់លុយម្ដងទៀតតម្លៃផ្សេងដោយសារឆ្នាំនីមួយនៅពេលដែលគេបដូរpresident មានន័យថាប្រធានាធិបតីសហរដ្ឋអាមេរិកគឺគេត្រូវផ្លាស់ប្ដូរច្បាប់រៀងរាល់4ឆ្នាំម្ដងឲ្យសារប្រធានាធិបតីសហរដ្ឋអាមេរិកគឺកាន់អំណាច4ឆ្នាំអញ្ចឹងDonald Trump នេះគឺឆ្នាំ2024អញ្ចឹងដល់2029ហើយចឹងនៅពេលដែលយើងបានមកដល់សហរដ្ឋអាមេរិកហើយត្រូវពេញឯកសារដើម្បីយក green card 3ឆ្នាំទៀតបន្ទាប់ពីចប់3ឆ្នាំហើយយើងត្រូវ remove condition ដាក់ឯកសារមួយសារទៀតបង់លុយមួយសារទៀតទៅតាមចំនួនឯកសាររបស់យើងអញ្ចឹងដើម្បីតយក green card 10ឆ្នាំអាហ្នឹងចំពោះ visa គូនដឹងសម្រាប់ visa ប្តីប្រពន្ធវិញមានរយៈពេលយូរច្បាស់លាស់ហើយនៅពេលដែលមកដល់សហរដ្ឋអាមេរិកគឺគេបានឯកសារgreen card 10ឆ្នាំតែម្ដងអត់មានត្រូវរងចាំអីទៀតទេតតែផុត10ឆ្នាំគេចង់តយកសញ្ជាតិពេលដែលគេបាន5ឆ្នាំឬក៏ផុត10ឆ្នាំហើយគេចង់តយក10ឆ្នាំទៀតតរហូតក៏មានដែរអ្នកនរគ្នាអានោះចំពោះ visa ដែលប្រពន្ធណាទៅតាមអ្វីដែលខ្ញុំដឹងសម្រាប់ខ្ញុំអត់កំណត់ខ្ញុំហ្មងខ្ញុំអត់វាតម្លៃថាឬក៏ចង់និយាយបាក់ទឹកចិត្តទាំងអស់គ្នាទេអានេះគ្រាន់តែមានគេសួរខ្ញុំថាតើគួររត់វីសាគូនដឹងឬក៏វីសាប្តីប្រពន្ធដើម្បីមកសហរដ្ឋអាមេរិកអីចឹងណាសម្រាប់វីសាគូនដឹងយើងអាចមកសហរដ្ឋអាមេរិកបានសភាជាប់បានធ្វើឯកសារអីដូចគ្នាប៉ុន្តែអ្នកនរគ្នាត្រូវដឹងថា Donald Trump ឡើងថ្មីអ្វីក៏ផ្លាស់ប្ដូរទាំងអស់ដែរច្បាប់រហូត2025នេះដល់2029អ
ចឹងខ្ញុំ suggestion ហ្មងគឺយើងត្រូវតែមានផុសតាងច្បាស់លាស់រឿងពិតដឹងរឿងគ្រប់យ៉ាងពីដៃគូយើងក៏ត្រូវដឹងសាច់រឿងរបស់យើងដែរដោយសារតែពេលដែលយើងតយក green card នាំបាន green card នេះយើងត្រូវចងកាត់ការសម្ភាសមិនស្រួលដូចលើកមុនទេដោយសារច្បាប់គេតឹងរឹង USCIS គេផ្លាស់ប្ដូរអ្នកធ្វើការងារថ្មីច្បាប់ថ្មីទាំងអស់ហើយខ្ញុំសុខចិត្តឲ្យអ្នកនរគ្នាកុំរំពឹងខ្លាំងថាយើងជាប់សពីអីដើម្បីកុំឲ្យយើងឈឺចាប់ចឹងណាដូចបាក់ទឹកចិត្តអីចឹងណាអញ្ចឹងហើយយើងគិតថាព្យាយាមអស់ពីសមត្ថភាពយើងទៅអ្នកនរគ្នាកាលណាអ្នកនរគ្នាមានសមត្ថភាពពិតរឿងរបស់អ្នកនរគ្នាច្បាស់លាស់ផុសតាងគ្រប់គ្រាន់ណាដឹងតែជាប់មកហើយណាមួយវិញទៀតឆ្នាំ2025នេះសម្រាប់គេហៅមាន sponsor អ្នកមកសហរដ្ឋអាមេរិកមិនថាវីសាគូនដឹងឬវីសាផ្ដែពន្ធនេះគឺប្រាក់ខែអ្នកនរគ្នាអ្នកដែលធានាយើងមកហ្នឹងគឺត្រូវតាម125% នៃចំណូលសម្រាប់មនុស្សម្នាក់ហើយគេរាប់មនុស្សទៀតឧទាហរណ៍យើងធានាមនុស្សម្នាក់គេគិតចំនួនប្រាក់ខែមនុស្សម្នាក់2នាក់ហើយទៅតាមច្បាប់ហើយរដ្ឋនីមួយអញ្ចឹងយើងត្រូវ search មើលស្រាវជ្រាវឲ្យច្បាស់លាស់អ្នកនរគ្នាហើយដូចខ្ញុំបាននិយាយខាងលើអញ្ចឹងគឺប្រធានាធិបតី Donald Trump គឺតឹងរឹងមែនតើតាក់ទងទៅនឹងជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកដើម្បីសុខសុវត្ថិភាពប្រជាជនរបស់គេហើយអញ្ចឹងយើងក៏ត្រូវគោរពច្បាប់របស់គេដែរយល់អ្វីគឺតឹងរឹងទាំងអស់ហើយគេក៏មានសិទ្ធិផ្លាស់ប្ដូរចិត្តសំបីតែយើងមកដល់សហរដ្ឋអាមេរិកក៏ដោយក៏គេនៅតែតាមដានយើងដែរអញ្ចឹងយើងក៏ត្រូវច្បាស់លាស់ហើយឯកសារយើងក៏ត្រូវផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ដែរដោយសារយើងអាចចំណាយពេលខាតលុយអញ្ចឹងយើងត្រូវច្បាស់លាស់បកមកវិញអានេះសរុបសេចក្តីមកហ្មងណាតើសម្រាប់ខ្ញុំគិតថាអ្នកនរគ្នាគួររត់វីសាគូនដឹងឬក៏វីសាផ្ដែពន្ធប្តីខ្ញុំថាឲ្យរត់វីសាគូនដឹងថាងាយហើយលឿនអីចឹងណាសម្រាប់ខ្ញុំគឺខ្ញុំឲ្យរត់វីសាផ្ដែពន្ធហើយដោយសារវាច្បាស់លាស់ជាងវាប្រើរយៈពេលយូរតែវាច្បាស់លាស់ឲ្យយើងប្រមូលផុសតាងទាំងអស់ដែលយើងមានយើងចំណាយពេលស្វែងយល់ពីផ្ដែពន្ធយើងរៀបការជាក់លាក់មិនថានៅខ្មែរយើងមានឯតាស៊ីវិលនៅខ្មែរច្បាស់លាស់យើងមានផុសតាងត្រឹមត្រូវណាមួយប៉ះចំឆ្នាំនេះតឹងរឹងហងអញ្ចឹងយើងរត់វីសាផ្ដែពន្ធគឺល្អជាងចំពោះគំនិតខ្ញុំហើយមួយវិញទៀតវីសាគូនដឹងបើសិនបើរត់ឆ្នាំនេះអានេះទៅតាមអ្វីណាគេអាចផ្លាស់ប្ដូរចិត្តគេពេលណាក៏បានដែរសារវីសាគូនដឹងគឺយើងនៅពេលដែលយើងបានមកដល់សហរដ្ឋអាមេរិកហើយគឺយើងត្រូវចូលឯតាស៊ីវិលឲ្យបានមុន90ថ្ងៃអញ្ចឹងគេចង់ផ្លាស់ប្ដូរចិត្តយើងក៏បានយើងឆ្លោះគ្នាប្រកែកគ្នាអត់ត្រូវគ្នាអញ្ចឹងដោយសារតែយើងមិនជួបគ្នាតាមអនឡាញស្គាល់គ្នាតាមអនឡាញអត់សូវចំណាយពេលមួយគ្នាក៏មានការរកាំរកោសដែរតែដល់ពេលយើងចូលឯតាស៊ីវិលជាប្តីប្រពន្ធអ្នកនរគ្នាទៅណាកើតព្រោះយើងលែងលះក៏នៅត្រូវការរយៈពេលដែរអញ្ចឹងយើងនៅតែព្យាយាមស្វែងយល់ពីគ្នាហើយអាការ sponsor របស់គេហ្នឹងក៏វាសំខាន់របស់យើងគេច្បាស់លាស់ជាមួយយើងដែរអញ្ចឹងណាហូតវីសាប្តីប្រពន្ធណាអញ្ចឹងខ្ញុំrecommend អ្នកនរគ្នាឲ្យហូតវីសាប្តីប្រពន្ធល្អជាងជំរើសវាជាជំរើសរបស់អ្នកនរគ្នាទេតែសម្រាប់កំណត់ខ្ញុំអ្នកនរគ្នាធ្វើវាជាសិទ្ធិរបស់អ្នកនរគ្នាគ្រាន់តែខ្ញុំបែងចែករំលែកកំណត់ខ្ញុំតែប៉ុណ្ណាអរគុណជំរាបលាសង្ឃឹមថាវីដេអូនេះវាមានប្រយោជន៍ចំពោះអ្នកដែលចង់រត់វីសាគូនដឹងឬវីសាផ្ដែពន្ធគិតតែច្បាស់លាស់ប្រមូលផុសតាងឲ្យច្បាស់លាស់បើសិនបើអ្នកនរគ្នាច្បាស់ករណីរបស់អ្នកនរគ្នាករណីរបស់អ្នកនរគ្នាឯកសារនិងផុសតាងហើយនឹងការ sponsorship យើងនៅក្នុងសហរដ្ឋអាមេរិកនេះអ្នកដែលធានាយើងមកគាត់ច្បាស់លាស់គាត់មានលទ្ធភាពតោះមកអត់ខុសទេអរគុណសូមឲ្យសំណាងល្អទាំងអស់គ្នាកុំភ្លេចជួយ like វីដេអូនេះ and share ផងណាជំរាបលា